បងប្អូនបាទថ្ងៃនេះខ្ញុំនៅខាងខេត្តកំពតបាទមកចូលឆ្នាំនេះបងប្អូនបាទមានជិះម៉ូតូធ្វើខ្លាញ់អីច្រើនទេបងប្អូនបាទឥឡូវនេះទៅជួបគ្នានៅខេត្តតាកែវបងប្អូនគ្នានៅស្លាគូស្ពានស្លាគូបងប្អូនធីមតាកែវទាំងជាមួយនឹងមេធីមបាទធីមស្លាគូផងដែរបាទហើយនៅខាងកំពតបងប្អូនបាទនេះបានរៀបចំចេញទៅខាងស្លាគូហើយបងប្អូនចាំមើលទៅជួបធីមស្លាគូទាំងអស់គ្នាបាទហើយជាមួយនឹងមេធីមផងដែរបាទអញ្ចឹងបងប្អូនមកកុំភ្លេចតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទចូលក្បាលវីដេអូរបស់យើងបងប្អូនបាទថតនៅខាងក្រៅផ្ទះដាំដងច្រើនបងប្អូនដាក់ខេត្តកំពតសបោដាំដងច្រើនមែនតើបាទឥឡូវនេះជិះមកដល់ផ្ទះបងមីហល់ខាងខេត្តតាកែវហើយបងប្អូនបាទខ្លាញ់ឯកគាត់ខ្នាតធំមែនតើបងប្អូន2.40 2.50 បាទខាងក្រោយផ្ទះក៏សបោខ្លាញ់ដែរបងប្អូនបាទនេះចូលមកដល់ដងឯកបាទដងឯកគឺមានច្រើនមែនតើបាទឥឡូវធ្វើដងឯកស្អាតខ្លាំងមែនតើកូនធីមបាទគាត់ហៅថាកូនធីមអាស័យក៏សបោដែរបងប្អូនអាចកំងបានបាទខ្លាញ់នេះបាទនេះបងប្អូនច្រើនក៏ទុកខ្លាំងតែមានទាំងបិទកណាត់មានទាំងបិទกระดาษមានច្រើនស្ថានមានច្រើនពណ៌ខ្លាំងមែនតើបងប្អូនអានោះ 2.80 ម៉ែត្របងប្អូនបាទបន្ទាប់មកបាទរៀបចំខ្លាញ់ឲ្យបងប្អូនបាទធ្វើចេញដំណើរទៅបង្ហោះខ្លាញ់បាទនៅវាលស្រែខាងក្រៅផ្ទះបងមីហល់នេះបងប្អូនបាទគាត់កាន់ដងឯកហើយបាទឯកគាត់បាទដូចជា 2.60 ម៉ែត្របងប្អូនដងឯកជាមួយនឹងដាតឯកបាទតែមែនតើបងប្អូនឥឡូវគាត់រៀបចំចងដងឯកហើយបាទចងបងប្អូនបាទចងត្រួសទេបងប្អូនដោយសារតែដងឯកយើងបាទមានអីបាក់អីចងទេបាទចងដដែលទេសំខាន់ជាងគេយើងដាក់ស្លាបនឹងដងឯកឲ្យត្រង់ទៅបាទហើយចាំយើងចងតម្រង់តម្រូវបាទតាមដែលយើងពេញចិត្តដែលយើងស្រឡាញ់បងប្អូនបានចងរឹកឲ្យតែតឹងទៅចឹងអត់អីទេបងប្អូនបាទមើលខ្យល់ទៅបងប្អូនពិតជាខ្លាំងមែនតើមួយថ្ងៃទី19ហ្នឹងខ្យល់ខ្លាំងមែនតើបងប្អូនបាទឥឡូវនេះរៀបចំចងដងឯករួចហើយបាទបន្ទាប់ពីចងដងឯករួចហើយឥឡូវបង្ហាញរៀងខ្លាញ់បន្តិចបងប្អូនបាទស្អាតខ្លាំងមែនតើបន្ទាប់មកយើងមកដល់វាស្រែហើយបងប្អូនបាទរៀបចំចងកន្ទុយបាទដើម្បីធ្វើការបង្ហោះខ្លាញ់តែម្ដងបាទទេសភាពស្រុកស្រែបាទគឺស្រស់ស្អាតខ្លាំងមែនតើបងប្អូនណាបាទមកដល់ហើយនៅខាងកើតវត្តបងប្អូនបាទនេះជាប់បច្ឆាតែម្ដងបាទនេះរៀបចំចងកន្ទុយរួចហើយឥឡូវនេះយើងធ្វើការចងខ្សែដើម្បីត្រៀមឡើងតែម្ដងបងប្អូន2.40 ម៉ែត្របាទត្រៀមឡើងហើយបងប្អូនបាទ2.40 ម៉ែត្របងប្អូនបាទមើលទៅករន្ទឺប៉ុណ្ណាដែរបាទលោកខ្យល់លើនេះខ្យល់ខ្លាំងមែនតើបាទព្រោះដោយសារមើលអូតូយំទៅថាឃើញខ្យល់ទៅភ្លឺបងប្អូនថ្ងៃហ្នឹងបានទៅភ្លឺអត់ទេបាទកម្មវិធីការទៅភ្លឺបាទទៅហើយតពីចងខ្សែរួចបន្លាយខ្សែបងប្អូនណាបាទបន្លាយខ្សែទៀមទៅហើយបងប្អូនបាទនេះគាត់ទៅដល់ឆ្ងាយហើយបាទតិចហ្នឹងរៀបចំបោះតែម្ដងបាទចាប់ដើមបោះឡើងហើយបងប្អូនបាទធ្វើសកម្មភាពការបោះឡើងបានថតជូនបងប្អូនទេបាទដោយសារតែខ្ញុំម្នាក់ឯងអញ្ចឹងហើយខ្ញុំថតកាត់ជូនបងប្អូនតែម្ដងទៅព្រោះការបង្ហោះខ្លាយនេះបាទវាអត់អីបាក់ទេសំខាន់មនុស្ស2នាក់ហើយនឹងអ្នកទាញខ្សែហើយនឹងអ្នកបោះតែប៉ុណ្្នឹងទេបងប្អូនបាទអានេះឡើងទៅកាន់តែខ្ពស់ទៅហើយបងប្អូនបានអូបាទ2.40 ម៉ែត្រនេះហោះឡើងនឹងស្កល់តែម្ដងបាទឥឡូវនេះបន្ទាប់ពីបោះខ្លែងបោះបងមីហល់រួចណាឥឡូវមេធីមគាត់មកដល់តែម្ដងបាទនោះមេធីមបងប្អូនមេធីមមកដល់ហើយបាទជាមួយនឹងប៉ែតឈងបាទជាមួយនឹងឆេងហាប់អីក៏មកដែរបងប្អូនមកមើលអត់លេងនេះគឺមកមើលបាទនេះឆេងហាប់គេកាន់ខ្សែខ្លែងបងមីហល់ 2.40 ម៉ែត្របងប្អូនបាទឥឡូវនេះប៉ែតឈងបាទរៀបចំខ្លែងហើយបងបាទទាញខ្លែងទៅហើយបាទអត់យូរទេជាមួយនឹងមេធីមបន្លាយខ្សែផងដែរបាទឥឡូវនេះពេទ្យឆ្លងកំពុងតែរៀបចំកន្ទុយបងប្អូនបាទបបាក់ដើមបន្តិចដោយសារគេទៅបញ្ចូលដីអាចប៉ុណ្ណាបងប្អូនអ្នកតស៊ូបងប្អូនមកតាំងពីពេញបាទស្អែកចូលរៀនហើយលេងខ្លែងនៅតកែវបាទហើយតាំងប៉ោយប៉ែនបងប្អូនឆ្ងាយមែនតើស្អែកបកតាំងពេញវិញទាំងបលឹមម៉ោង 5តពីពេទ្យឆ្លងចងទុយរបស់បងប្អូនទៅមើលដាំថ្នាំបងបករវិចខ្លាំងមែនតើបាទនេះពេទ្យឆ្លងកំពុងតែរៀបចំកន្ទុយឆ្វេងស្ដាំបាទដើម្បីធ្វើការបង្ហោះតែម្ដងបាទបើសារតែយើងអត់រៀបចំកន្ទុយឆ្វេងស្ដាំនឹងទេពេលដែលយើងបង្ហោះទៅគឺពិបាកបងប្អូនតាក់កន្ទុយអញ្ចឹងយើងត្រូវការរៀបចំកន្ទុយឲ្យស្រួលបួមុននឹងបង្ហោះឡើងបងប្អូនបាទឥឡូវនេះត្រៀមបង្ហោះឡើងហើយបងប្អូនបាទ
បាទឥឡូវនេះគឺបោះឡើងហើយបងប្អូនបាទមេធីមក៏អត់រត់ទេគាត់សុកចិត្តបន្លាយខ្សែហើយទាញខ្សែកន្ត្រាក់ឡើងទិញម្ដងបន្លាយតាមដំណើរខ្យល់បាទបងប្អូនបាទព្រោះដោយសារគាត់អត់បន្លាយគាត់អត់រត់ទេដោយសារតាខ្យល់នេះគឺខ្លាំងហើយអញ្ចឹងក៏ឲ្យគាត់ក៏បន្លាយឡើងទិញតិចទៅកាន់តែឡើងខ្ពស់ទៅបងប្អូនទៅពីម៉ាខ្សែឡើងខ្ពស់ខ្លាំងមែនតើបន្លាយអស់ខ្សែបងពីម៉ាខ្សែហ្នឹងបាទឥឡូវនេះគាត់កាន់តែឡើងទៅហើយបងប្អូនបាទបន្ទាប់ពីឡើងពីខ្លែងរួចហើយឥឡូវដល់សមាជិកថ្មីមួយទៀតហើយបងប្អូនបាទបោះវណ្ណៈបងប្អូនខាងខេត្តតាកែវសាឡាគូឥឡូវគេរៀបចំដល់ហើយបាទម៉ូតនេះគឺម៉ូតស្លាបធ្លាក់ផងដែរបងប្អូនបាទនេះសស្អាតខ្លាំងមែនតើបាទស្លាបធ្លាក់ហើយមានរឿងជ្រុងបន្តិចទៀតបងប្អូនគឺមើលទៅប្លែកភ្នែកហើយស្អាតខ្លាំងមែនតើបាទសមាជិកថ្មីនេះគឺមកដល់ដាក់ឯកលឺជាងគេតែម្ដងដោយសារឯកគាត់លឺព្រោះដែរហ្នឹងបងប្អូនបាទលឺព្រោះហើយអែមទៀតចឹងបាទឥឡូវនេះគាត់ធ្វើការចងខ្សែហើយបងប្អូនបាទរៀងមុខនឹងដូចរឿងច្រវឹងដែរហ្នឹងបងប្អូនបាទអបថាឮថាហូបតាំងពីថ្ងៃបាទឥឡូវនេះចំខ្សែរួចហើយចងខ្សែហើយឥឡូវបន្លាយខ្សែវិញតែម្ដងបាទនេះទៅហើយបងប្អូនចាំមើលណាបងប្អូនស្ដាប់សំឡេងឯងទាំងអស់គ្នាមើលមកទិញមកបាទពេញខ្យល់ទៅឲ្យពីម៉ែត្រខ្សែដាក់មើលតែម្ដងបងប្អូនបាទជីវិតអ្នកលេងខ្លែងបងប្អូនមានតែប៉ុណ្្នឹងទេបាទកាន់តែខ្សែសាយហើយកាន់នេះខ្សែខ្លែងបាទដុំខ្សែខ្លែងហើយនឹងខ្លែងហើយនឹងខ្សែសាយជាគួរខាងនេះគេគឺខ្សែសាយតែម្ដងអត់ផ្លេចអត់បានទេជីវិតអ្នកលេងខ្លែងបាទតែផ្លេចវិញចប់លើហើយបងប្អូនបាទតពីសភាពបងមីហាឡានេះបាទខ្លាញ់អ្នកភូមិគេហោះដែរបងប្អូនបាទនេះហោះងីងើបាទនេះ3ខ្លាញ់ទៅតាមគ្នាល្អមែនតើបាទលើក្រោមហោះចឹងដើម្បីកុំឲ្យតាក់ខ្សែគ្នាបងប្អូនឲ្យស្រួលបាទនេះបងមីហាលក៏កំពុងតែបន្លាយខ្សែបន្ថែមបងប្អូនបន្លាយទៅអស់ហ្នឹងបងប្អូនព្រោះដោយសារអត់ទុកទេដាក់ទៅអស់តែម្ដងបាទនេះបាទពុះងាប់បងប្អូនក្នុងបន្លាយដោយសារតែអស់ទឹកហើយរីងទឹកហើយចឹងពុះងាប់ស្ដាយបងប្អូនបើសិននៅរួចណាឆ្ងាញ់មកដែរបាទមេធីមវិញបាទគាត់កំពុងតែកាន់ខ្សែបាទអត់តរកកន្លែងចងឃើញទេមេធីមនៅមើលប្លង់មើលទីតាំងសិនបងប្អូនបាទនោះខ្លាញ់កាន់តែខ្ពស់ទៅហើយបន្លាយចិត្តអស់ខ្សែបងប្អូន200ម៉ែត្រជាងបាទនេះបងមីហាលគាត់ចងហើយបងនោះខ្សែងើតែម្ដងបាទបងប្អូនដោយសារតែខ្លែងចង់តាក់គ្នាចឹងហើយខ្ញុំទៅសេរីខ្សែខ្លែងមេធីមចងខិតពីគ្នាបន្តិចបងប្អូនមកឲ្យតាក់គ្នាបាទទីចង់ក្រោយផងដែរបងប្អូនតម្លាក់ចុះអស់ហើយដោយសារតាអស់ចោលហើយបងប្អូនបាទខ្យល់ចំណោមមកពីត្បូងអត់លេងបានយូរទេបងប្អូនងាកដាច់បាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទ